ប្រសិនបើអ្នកស្ថិតនៅក្នុងហេតុការណ៍តាន់ហន់នៃរលកយក្សស៊ូណាមីតើអ្នកនឹងធ្វើយ៉ាងណាដើម្បីរស់រានមានជីវិតទាំងនេះគឺជាវិធានការបន្ទាន់ដើម្បីយករួចជីវិតក្នុងហេតុការណ៍រលកយក្សស៊ូណាមីនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្រាយរំសាយអស់ទុកកង្វល់ដេកហាលថ្ងៃហាលខ្យល់លើឆ្នេរខ្សាច់ស្រូបយកវីតាមីន D ពីព្រះអាទិត្យកេងស្ដាប់ចំណូលសមុទ្រល្វើយស្រាប់តែរំពេចនោះទឹកសមុទ្រស្រកបាត់អស់យ៉ាងលឿនបំផុតចេញពីឆ្នេរអញ្ចឹងវាបាត់ទៅណាស់បើអ្នកមិនប្រញាប់រត់ចេញទេត្រឹមតែប្រមាណវិនាទីប៉ុណ្ណោះអ្នកនឹងអាចលិចបាត់ក្នុងក្រោមទឹកហើយនោះគឺជាការមកដល់នៃរលកយក្សស៊ូណាមីយោងតាមវិទ្យាសាស្ត្ររលកយក្សស៊ូណាមីត្រូវបានបង្កឡើងដោយសកម្មភាពខ្លាំងក្លានៃការរញ្ជួយដីនិងការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រព្រឹត្តិការណ៍ទាំងនេះបានផ្លាស់ប្ដូរនៅបរិមាណទឹកដ៏មហិមាហើយរុញច្រានកម្លាំងទឹកឲ្យផ្ទុះចេញពីបាតសមុទ្រឡើងមកផ្ទៃខាងលើប៉ុន្តែនៅពេលដែលមានទំនាញទាញវាចុះក្រោមថាមពលដែលបង្កើតឡើងទាំងអស់នោះហើយនឹងត្រូវបានបញ្ចេញទៅខាងក្រៅរួចហើយបង្កើតបានជារលកដ៏សាហាវនិងកាន់តែខ្លាំងឡើងបោកបក់ពីពេញផ្ទៃសមុទ្រមកកាន់ដីគោករលកយក្សស៊ូណាមីអាចមានប្រវែង100គីឡូម៉ែត្រនិងកម្ពស់ខ្ពស់ជាង30ម៉ែត្រកម្លាំងនៃល្បឿនរលកយក្សស៊ូណាមីនេះអាចធ្វើដំណើរឆ្លងកាត់មហាសមុទ្របានទាំងមូលក្នុងល្បឿនប្រហាក់ប្រហែលទៅនឹងយន្តហោះចម្បាំងដូច្នេះតើនរណាអាចនឹងគេចផុតពីគ្រោះមហន្តរាយនេះកំតន់តក់ស្លុតទោះបីជាអ្នកស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នៃរលកយក្សស៊ូណាមីក៏ដោយអ្នកនៅតែអាចបន្តរស់បានប្រសិនបើអ្នកដឹងពីរបៀបដែលត្រូវយករួចខ្លួនពីរលកយក្សស៊ូណាមីហើយនេះគឺជាវិធានការបន្ទាន់ទាំង5ដែលអ្នកត្រូវដឹងមុនពេលដែលរលកយក្សស៊ូណាមីមកដល់ទី1ត្រូវដឹងពីសញ្ញានៃរលកយក្សជំហានដំបូងដើម្បីរស់រានមានជីវិតអ្នកត្រូវតែធ្វើការកំណត់អត្តសញ្ញាណដំបូងនៃរលកយក្សស៊ូណាមីជាមុនសិនមហាសមុទ្រប៉ាស៊ីហ្វិកគឺជាជម្រកនៃសកម្មភាពផ្លាកទីកតនិកដែលងាយនឹងបង្កឲ្យកើតមានគ្រោះមហន្តរាយធម្មជាតិធំៗដូចជា 75% នៃការផ្ទុះភ្នំភ្លើងនៅក្នុងពិភពលោកនិង 90% នៃការរញ្ជួយដីរបស់ពិភពលោកគឺកើតឡើងនៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកហើយទាំងនេះយើងអាចទាញទិន្នន័យបានថា 85% នៃរលកយក្សស៊ូណាមីគឺកើតឡើងនៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកក្នុងករណីភាគច្រើនការរញ្ជួយដីគឺត្រូវបានកើតឡើងមុនពេលដែលរលកយក្សស៊ូណាមីមកដល់ដូច្នេះប្រសិនបើអ្នកនៅជិតឆ្នេរសមុទ្រហើយជួបប្រទះនឹងការរញ្ជួយដីចូលធ្វើការការពារខ្លួនឯងឲ្យមានសុវត្ថិភាពជាមុនសិនប៉ុន្តែនៅពេលដែលការរញ្ជួយដីត្រូវបានឈប់សូមធ្វើការផ្លាស់ទីទៅកាន់ទីខ្ពស់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយនៅតាមឆ្នេរសមុទ្រនឹងមានការឆោឡោទី2ជៀសឲ្យឆ្ងាយពីឆ្នេរសមុទ្រសញ្ញាដំបូងនៃរលកយក្សស៊ូណាមីគឺថាទឹកនៅតាមឆ្នេរសមុទ្រនឹងស្រកចុះយ៉ាងលឿនក្នុងមួយរំពេចរួចហើយវានឹងទាញត្រឡប់មកវិញដោយលោតផុតពីផ្ទៃខាងលើនៃសមុទ្របើឃើញហេតុការណ៍បែបនេះសូមកុំចង់ដឹងចង់ឮឬចង់ស៊ើបអង្កេតឲ្យសោះព្រោះថានេះមិនស្រួលដូចជាការចង់ដឹងចង់ឮរឿងរបស់គេនៅក្នុងបណ្ដាញសង្គមនោះទេវាគឺជាការប្រថុយប្រថានយកជីវិតខ្លួនឯងនៅពេលដែលរលកយក្សបានបោកបក់ត្រឡប់មកវិញអ្នកនឹងត្រូវរត់ឲ្យបានលឿនបំផុតនៅក្នុងទិសដៅស្របជាមួយនឹងទិសដៅទឹករលកដែលបក់មកឲ្យបានរយៈចម្ងាយយ៉ាងតិចបំផុត3ទៅ4គីឡូម៉ែត្រពីឆ្នេរសមុទ្រហើយត្រូវប្រាកដថាទីតាំងដែលអ្នកសម្ចតគឺត្រូវតែខ្ពស់ជាង30ម៉ែត្រពីនីវ៉ូទឹកសមុទ្រដើម្បីប្រាកដថាទីនោះសុវត្ថិភាពបំផុតសម្រាប់អ្នកទី3ស្វែងរកទីខ្ពស់នៅក្នុងល្បឿននៃយន្តហោះចម្បាំងស៊ូណាមីអាចបោកបក់មករកយើងបានយ៉ាងខ្លាំងក្លាបំផុតនិងលឿនបំផុតបើមានការកកស្ទះអ្នកនឹងមិនអាចមានពេលគ្រប់គ្រាន់ដើម្បីរងចាំនោះទេក្នុងករណីនេះរកមើលអគារខ្ពស់ដែលមានគ្រឹះបេតុងរឹងមាំប្រសិនបើអ្នកឃើញមាននៅក្បែរខ្លួននោះចូលរត់ចូលទៅក្នុងហើយឡើងទៅដំបូលអគារបានលឿនបំផុតតាមដែលអាចធ្វើទៅបានប្រសិនបើអ្នកមិនអាចទៅដល់អគារបានទាន់ពេលនោះទេជាការល្អបំផុតអ្នកត្រូវតែរកមើលអ្វីដែលរឹងមាំនៅជិតខ្លួនដូចជាសសរដើមឈើរួចហើយចាប់តោងវាឲ្យជាប់កុំប្រឡែងឲ្យសោះអ្វីត្បិតថាស្ដាប់ទៅមិនសមហេតុផលក៏ដោយប៉ុន្តែសូមកលេចមកមើលហេតុផលជាក់ស្ដែងកាលពីឆ្នាំ2004នៅក្នុងហេតុការណ៍រលកយក្សស៊ូណាមីនៅមហាសមុទ្រឥណ្ឌាស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានគេជួយសង្គ្រោះឲ្យរស់រានមានជីវិតមកវិញបន្ទាប់ពីស្ត្រីរូបនោះបានតោងជាប់ទៅនឹងដំដងអស់រយៈពេល5យប់5ថ្ងៃទោះបីថានោះមិនមែនជាជម្រើសក៏ដោយប្រសិនបើអ្នកមិនអាចទៅដល់ទីទួលខ្ពស់ទាន់ពេលនោះទេអ្នកត្រូវតែស្វែងរកអ្វីមួយដើម្បីតោងឲ្យរួចជីវិតមួយគ្រានៅពេលដែលរលកយក្សស៊ូណាមីរំកិលចូលដីវានឹងបោកបក់កំទេចកំទីរាប់តោនមកជាមួយវានៅពេលនោះកម្លាំងរលកយក្សបោកបក់មកដល់ដីគោកវាតែងតែនាំមកជាមួយនៅកំទេចកំទីដូចជាផ្ទះសម្បែងឬអ្វីផ្សេងជាច្រើនទៀតរបស់ទាំងនោះអាចនាំមកនៅគ្រោះថ្នាក់ហើយក៏អាចនាំមកនៅជំនួយដ៏តន់ហន់ដល់អ្នកបានដែរគឺដោយសារថាមានមនុស្សដែលរងគ្រោះនៅក្នុងហេតុការណ៍រលកយក្សស៊ូណាមីជាច្រើនត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់
ស្លាប់ដោយសារពួកគេព្យាយាមតោងរបស់ដែលអាចតោងបានដូចជាដំបូលផ្ទះនិងរថយន្តដែលកំពុងហូរទៅតាមខ្សែទឹករលកជាដើមជាធម្មតារលកយក្សស៊ូណាមីមិនមែនជារលកតែមួយនោះទេវាគឺជារលកដែលបោកបក់មកជាមួយនឹងកម្លាំងទឹកដ៏មហិមាហើយបន្តបណ្ដាក់កន្ទុយគ្នាតាមអ្នកជំនាញបានដឹងថាចរន្តរលកយក្សអាចមានចម្ងាយនិងរយៈពេលប្រមាណជា5នាទីទៅ1ម៉ោងដាច់ពីគ្នាដែលភាសាអង់គ្លេសហៅថា wave train ហើយត្រូវដឹងថាកម្លាំងរលកដែលបោកបក់ក្នុងពេលដំបូងមិនមែនជារលកដែលខ្លាំងបំផុតនិងកាចសាហាវបំផុតនោះទេគឺថានៅមានអាសាហាវជាងនោះទៀតអញ្ចឹងទោះបីអ្នកគិតថាស៊ូណាមីបានផុតរលត់ហើយក៏ដោយគឺត្រូវស្ថិតនៅក្នុងទីតាំងសុវត្ថិភាពដដែលកុំធ្វើបំលាស់ទីត្រូវរងចាំរហូតដល់អាជ្ញាធរឬក្រុមអ្នកជួយសង្គ្រោះបើកភ្លើងឃីវឲ្យ